សួស្តីបងប្អូនអរគ្នាបាទថ្ងៃនេះយើងមកធ្វើការបាត់ដាក់ធ្វើបួធ្វើធរណីកាកាន់បន្ទប់ទឹករបស់យើងមិនពីមកខាងកលែងបន្ទប់បងហើយនៅមកខាងទៀតកលែងលាងដៃបាទនេះបាទយើងដំបូងឡើយយើងធ្វើការវាយតាមកតែនេះកលែងនេះខ្ញុំអត់បានវាយតាទេព្រោះខ្ញុំមានណែវការ៉ូវាត្រង់បាត់ស្រាប់ហើយបាទអញ្ចឹងយើងធ្វើការកាត់ការ៉ូមកបាន5 សេនមករួចហើយឬការកាត់ក្រូចតែខ្ញុំបងប្អូនយកគឺយកបបៃមិនក្បាលកម្ពស់មិនបាទតែខ្ញុំយក5 សេនរួចហើយយើងធ្វើការដាក់ស៊ីម៉ងរបស់យើងដាក់ស៊ីម៉ងរួចហើយយើងធ្វើការដាក់ដេនៅក្នុងកណ្ដាលបិទហើយខ្ញុំដាក់ Q បាទយើងយកស៊ីម៉ងការរបស់យើងមកដាក់ Q រួចនៅស្រុកខ្មែរយើងមិនដឹងតែគេហៅទេតែយើងដាក់ Q បានហើយយើងយកกระดาษប៉ងស្អិតមកបិទវាឲ្យវានឹងស្អាតកុំឲ្យវាយាកយកទៅពេលវារឹងទៅវាស្អាតបាទនេះរបៀបបិទគឺងាយស្រួលអញ្ចឹងបងប្អូនអាចមើលចឹកគំរូបានយកទៅធ្វើការធ្វើតាមវិធីខ្ញុំបានបាទហើយដល់ពេលដែលយើងដាក់ធ្វើចេះយើងចង់យកទ្វារកញ្ចក់មកដាក់ក៏បានបាទក្នុងករណីដែលគេធ្វើអញ្ចឹងគឺភាគច្រើនដោយសាររដាប់ស្លុបរដាប់ចោតវាមិនសូវបានហើយនឹងការពារកុំឲ្យទឹកខ្ចាយចេញពីកន្លែងមួយទឹកបាទ